លោកឧត្តមស្នេហ៍តូហេងសុផលនាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនឧបត្ថម្ភមន្ត្រីនគរបាលដែលជួបការលំបាកតារា Cambodia New រសៀលថ្ងៃទី26ខែកុម្ភៈឆ្នាំ2026លោកឧត្តមស្នេហ៍តូហេងសុផលស្នងការនគរបាលខេត្តនិងលោកស្រីលឹមអៀងជេងបានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលដែលជួបទុក្ខលំបាកស្ថិតនៅភូមិស្នោឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំគឺលោកវរៈស្នេហ៍ត្រីហងប៊ុនជៀននាយផ្នែកនៃអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដែលរងគ្រោះក្នុងឧបទ្ទវហេតុអគ្គិភ័យឆេះផ្ទះអស់ទាំងស្រុងកាលពីវេលាម៉ោង 12:30 នាទីនាថ្ងៃទី24ខែកុម្ភៈឆ្នាំ2026ព្រមទាំងខូចខាតទ្រព្យសម្បត្តិសម្ភារប្រើប្រាស់ជាច្រើនទៀតមូលហេតុដោយសារឆ្លងចរន្តអគ្គិសនីលោកឧត្តមស្នេហ៍តូហេងសុផលស្នងការនគរបាលខេត្តបានថ្លែងថាដោយអនុវត្តតាមការដឹកនាំចង្អុលបង្ហាញពីសំណាក់ឯកឧត្តមនាយឧត្តមស្នេហ៍សថេតអគ្គស្នងការនគរបាលជាតិត្រូវយកចិត្តទុកដាក់ចំពោះមន្ត្រីក្រមអាវ៉ាតនៅពេលដែលជួបការលំបាកមានជំងឺឈឺថ្កាត់ក្នុងនាមលោកជាប្រធានអង្គភិបនៅពេលដែលទទួលដំណឹងមានមន្ត្រីក្រមអាវ៉ាតជួបបញ្ហាប្រឈមត្រូវដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខដល់លំនៅឋានដើម្បីឧបត្ថម្ភគ្រប់គ្រងលើកទឹកចិត្តផ្ដល់ភាពកក់ក្ដៅពោលគឺមិនបោះបង់ចោលបងប្អូននាគ្រាជួបទុក្ខលំបាកឡើយលោកឧត្តមស្នេហ៍តូស្នងការបានថ្លែងចូលរួមរំលែកទុក្ខនិងសោកស្ដាយយ៉ាងក្រៃលែងបំផុតចំពោះបាត់បង់ទីជម្រកទ្រព្យសម្បត្តិដ៏មានតម្លៃនានាក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដោយពាក្យចាស់បានពោលថាស៊ូលិចទូកកណ្ដាលទន្លេតែកុំឲ្យភ្លើងឆេះផ្ទះតែបញ្ហាទាំងពីរនេះគ្មានគ្រួសារណាប្រាថ្នាចង់ជួបឡើយដូច្នេះហើយក្នុងកិច្ចប្រជុំនានាលោកតែងតែណែនាំដល់មន្ត្រីជំនាញត្រូវតែបង្កើនការចុះអប់រំផ្សព្វផ្សាយបង្ហាត់បង្រៀនអំពីរបៀបបង្ការពន្លត់អគ្គិភ័យសង្គ្រោះដល់ប្រជាពលរដ្ឋតាមគោលដៅនានាដើម្បីបញ្ជ្រាបការយល់ដឹងនិងមានការប្រុងប្រយ័ត្នឲ្យបានគ្រប់គ្នាជាមួយគ្នានោះដែរលោកស្នងការនិងលោកស្រីបានឧបត្ថម្ភទី1ថវិកាចំនួន 45,000 រៀលទី2អង្ករចំនួន 100 គីឡូក្រាមទី3មីខ្លាឃ្មុំ 5 កែសទី4ទឹកបរិសុទ្ធ 10 កែសទី5ខៀតចំនួន 10 កញ្ចប់ជូនលោកហងប៊ុនជៀនដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយជីវភាពជាប្រចាំថ្ងៃលោកវរៈស្នេហ៍តូកែកញ្ចនាអធិការនគរបាលស្រុកកំពង់ស្វាយតំណាងឲ្យលោកហងប៊ុនជៀនព្រមទាំងមន្ត្រីក្រមអាវ៉ាតសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមស្នេហ៍តូហេងសុផលនិងលោកស្រីដែលបានឆ្លៀតឱកាសដ៏មមាញឹកពីការងារដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខព្រមទាំងឧបត្ថម្ភគ្រឿងឧបភោគបរិភោគថវិកាមួយចំនួនទៀតដល់គ្រួសាររងគ្រោះនាគ្រាតម្រូវការចាំបាច់សម្រាប់ដោះស្រាយជីវភាពជាប្រចាំថ្ងៃនិងគោរពជូនពរជូនចំពោះឋានៈដឹកនាំព្រមទាំងកងកម្លាំងទាំងអស់សូមជួបប្រទេសតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយឆ្លៀតក្នុងឱកាសនោះលោកឧត្តមស្នេហ៍តូហេងសុផលនិងលោកស្រីបានដឹកនាំកងកម្លាំងនាំយកបច្ច័យតេយ្យទានប្រគេនព្រះសង្ឃក្នុងពិធីបុណ្យពុទ្ធាភិសេកបើកព្រះនេត្រព្រះពុទ្ធរូបនិងបុណ្យផ្កាប្រាក់មហាសាមគ្គីនៅវត្តមុនីរាំងសីហៅវត្តថ្មីក្នុងភូមិស្នោឃុំត្រពាំងឫស្សីស្រុកកំពង់ស្វាយខេត្តកំពង់ធំ